អរគុណសម្រាប់ការលះបង់ដើម្បីប្រមុខនៃការទាំង4បើខ្ញុំមិនសម្រាប់ពួកឯងទេអ្នកចាំបាំងខាងកើតមិននឹងអាចទុកចិត្តខ្ញុំទៅខ្ញុំធ្វើយ៉ាងម៉េចអាចបានកំពីផ្កាជូករត់ត្រួតត្រាជាងហ៊ូទាំងមូលទៅពេលដល់ថ្ងៃបុណ្យសែនភ្នោខ្ញុំនឹងសម្អាតសពពួកឯងទាំង4ដើម្បីបញ្ជាក់ពីការគោរពលោកគ្រូឯឆាប់ទៅចុងគ្រូខំប្រឹងប្រែងខ្លាំងណាស់ដើម្បីជ្រៀតចូលក្នុងបកបិសាចមិនត្រូវពួកគេឃើញឯងនៅទីនេះទេបើមិនចឹងពួកគេនឹងសង្ស័យឯឆាប់ទៅខ្ញុំលីងហ៊ូឆុងគ្មានឪពុកម្ដាយប៉ុន្តែខ្ញុំមិនមែនគ្មានចិត្តទេគ្រូជាគ្រូអ្នកណាខ្ញុំមើលដឹងនឹងយល់គ្រប់យ៉ាងហើយឯប្រទេសផ្ដាស់ណាស់អ្នកចម្បាំងខាងកើតពូកែកំពីផ្កាឈូករត់ហើយបង្កើតឋានក្របសពទៅ3បានសម្រេចបើគ្រូមិនជិះចូលទៅខាងក្រុមដើមរបស់គេទេរងចាំថ្ងៃដែលមានឱកាសនោះគ្រូមិនអាចសម្រាប់គេបានទៅធ្វើយ៉ាងម៉េចអាចលុបលាងភាពអាម៉ាស់នៃសម្ព័ន្ធដើរភ្នំទាំង5ទៅលោកគ្រូគឺជាមនុស្សស្មោះត្រង់រហូតមកថ្ងៃនេះគ្រូត្រូវតែបន្ថយគ្រោះថ្នាក់ដើម្បីលុបលាងភាពអាម៉ាស់របស់និកាយពួកយើងគ្រូធ្វើគ្រប់យ៉ាងដើម្បីហោះសានហើយនឹងដើម្បីពង្រៀបអូលីងទាំងមូលច្បាស់ណាស់លោកគ្រូចង់បានកូពីផ្កាឈូករត់មែនគ្រូដើម្បីកូពីផ្កាឈូករត់ដើម្បីបង្កើតនិកាយហោះសានយើងធ្វើអញ្ចឹងខុសដែរមែនទេចុងបើសិនជាគ្រូមានធម៌ពលខាងជាងនេះថ្ងៃនោះនៅលើព្រំហោះសានគ្រូមិនឲ្យជាប់លីងធានមើលងាយឯងមិនឲ្យគេគំរាមកំហែងនិកាយរបស់ពួកយើងតែមូលទេប៉ុន្តែលោកគ្រូក៏មិនអាចជួយបិសាចដែរមិនអាចធ្វើបាបមិត្តភក្តិទេបើអញ្ចឹងតើឲ្យគ្រូគិតយ៉ាងម៉េចទៅអ្នកចាំបាំងខាងកើតបង្ខំឲ្យគ្រូលេបថ្នាំសពទាំង3បើគ្រូមិនស្ដាប់តាមគេទេគ្រូប្រហែលជាគ្មានជីវិតរស់ដល់ពេលនេះទេតែគ្រូជាមេបកនិកាយហោះសានមែនហើយយើងអាចស្លាប់បានចុះកូនស្រីរបស់យើងគិតយ៉ាងម៉េចបើសិនជាយើងអាចរស់បានប្រហែលឆ្នាំទៀតអ្នកចាំបាំងខាងកើតមិនធ្វើបាបគេទេគឺអាចរស់នៅយ៉ាងមានសុវត្ថិភាពយើងសុខចិត្តឲ្យអូលីងទាំងមូលយកច្រឡំលើយើងចុងយើងចាស់ណាស់ហើយមិនមែនរងមកដោយការពីមុនទេថ្ងៃនេះយើងឈឺចាប់ណាស់អ្វីដែលយើងត្រូវការគឺរស់នៅក្នុងលោកនេះមើលកូនស្រីរបស់យើងមិនឲ្យនរណាធ្វើបាបកូនស្រីរបស់យើងលោកគ្រូមកចុងឯងជាសិស្សរបស់យើងបញ្ជាក់ប្រាប់អាចជាលើកចុងក្រោយថាយើងគឺជាអ្នកត្រួតត្រាក្រោមមេឃនេះសមត្ថភាពអ្នកគ្រូពិសេសខ្លាំងណាស់មិនឈឺចាប់ទេឥឡូវដល់សល់ថ្នាំគ្រាប់សពទាំង3ទៀតទេមានទេចុងក្រោយខ្ញុំជាអ្នកជួយជីវិតលោកធ្លាប់ជួយជីវិតខ្ញុំជួយជីវិតលោកនិងខ្ញុំមិនជំពាក់គ្នាបើលោកចង់ទៅខ្ញុំមិនខាត់លោកទេមិត្តរួមដំណើររបស់ខ្ញុំលើកមុនក៏អ្នកនាងជួយដែរមែនទេអ្នកនាងជួយជីវិតខ្ញុំលើសពីម្ដងយ៉ាងណាដឹងហើយអញ្ចឹងមកវិញធ្វើអីទៀតត្រូវចេញពីជាងហ៊ូននេះតែយ៉ាងស្ងប់ស្ងាត់មែនទេអ្នកនាងភ្លេចហើយខ្ញុំធ្លាប់ប្រាប់ថាចង់នាំនាងចេញពីទីនេះទៅមើលសមុទ្រមើលព្រិលទឹកកកខ្ញុំមិនអាចចេញពីស្រះទឹកដ៏ងងឹតនេះបានទេចង់ទៅអាចទៅបាន
នាងកំពុងខ្លាចអីទៅ ខ្លាចតែមិនបានចេញពីព្រៃខ្មៅនេះលោកនឹងស្ដាយក្រោយលោកនឹងខ្ញុំមិនមែនផ្លូវតែមួយលោកសម្ដៅកើតខ្ញុំសម្ដៅលេងរយៈពេលខ្លីដែលជួបគ្នានេះជាការប្រទានពីទេវតាពីថ្ងៃនេះទៅត្រូវដើរផ្លូវរៀងៗខ្លួនមែនទេ ជីវិតមនុស្សខ្លីណាស់ទៅមកជាង10ឆ្នាំគ្រាន់តែតេតងនឹងរយៈពេលទីមិនទី